បាទជំរាបសួរពុកម៉ែបងប្អូននៅចាំបាននេះការលែលមុនខ្ញុំផុសអំពីព្រោះហើយទឹកវាភ្លៀងមកទឹកវាពេញបឹបបានតែឥឡូវពេលនេះគឺស្រូវរបស់ខ្ញុំដុះបានល្អគួរសមដែរអញ្ចឹងរយៈពេលហ្នឹងចូល10ថ្ងៃហើយអញ្ចឹងខ្ញុំចាប់ដើមធ្វើការដាក់បំពន់ជីហើយបងប្អូនណាបងប្អូនកសិករផ្សេងៗដែលប្រើជីជួយណែនាំខ្ញុំផងបាទតើស្រូវនេះខ្ញុំគូប្រើអ្វីឥឡូវនេះខ្ញុំសម្រេចចិត្តប្រើជីធម្មជាតិសុទ្ធ25គីឡូដាក់ក្នុងស្រែប្រហែលជាក្នុង 2-3 អាហ្នឹងបាទអញ្ចឹងតើវាសមល្មមអត់ព្រោះជាទូទៅខ្ញុំតែងតែដាក់ជីគីមីអញ្ចឹងឥឡូវនេះខ្ញុំប្រើជីធម្មជាតិសុទ្ធតើគួរតែដាក់គួរយ៉ាងម៉េចដែរបាទឥឡូវតេស្តបើជីគីមីដាក់ទៅដឹងតែបានហើយបាទដឹងតែអូខេហ្មងតែបើនិយាយពីជីធម្មជាតិយើងអត់ទាន់ដឹងពីប្រសិទ្ធភាពរបស់វាពីព្រោះខ្ញុំធ្វើនេះគឺធ្វើហូបទេតោះឥឡូវទៅមើលអ្នកគ្នាហើយតាមដានណាថាតើស្រូវនេះនឹងទទួលបានលទ្ធផលយ៉ាងណាបាទឥឡូវទៅមើលជីទាំងអស់គ្នាបាទជីនេះគេឈ្មោះថាជីមីដូរីបាទរបស់ជប៉ុនបាទក្រុមហ៊ុនបញ្ញាក្បាលសឹងបងប្អូនហើយជាជីធម្មជាតិហើយជីនឹងមានរូបមន្តបាទនេះមានរូបមន្តអាសូតចំនួន 5% ហើយផូស្វ័រចំនួន 4% ប៉ូតាស្យូមចំនួន 5% ចំណែកឯសារជាតិផ្សេងទៀតមានម៉ាញ៉េស្យូម 1.5 កាល់ស្យូម 3.7 អញ្ចឹងជីនឹងគឺវាឈ្ងុយដូចជាដីពពួកដីផេះហុយអញ្ចឹងណាបាទហើយគេមានការដាក់ក្នុងការប្រើប្រាស់ជារបៀបប្រើប្រាស់របស់គេអញ្ចឹងមួយស្រែនេះគឺខ្ញុំប្រើចំនួន25គីឡូតែម្ដងអញ្ចឹងចាំតែមើលបងប្អូនតើលទ្ធផលវាយ៉ាងម៉េចដែរបាទយើងប្រើគីមីគឺយើងដាក់អ៊ុយរ៉េជាមួយនឹង DAP ក៏បានអីចឹងណាអញ្ចឹងយើងអត់ភ័យរឿងថាកើតមិនកើតទេដាក់ទៅដល់កើតហើយតែជីធម្មជាតិនេះគឺខ្ញុំទៅផ្សារបងយើងមើលទៅឃើញវារាំងសសាតែកាពិតទៅគឺវាញឹកល្អហើយបងប្អូនអញ្ចឹងតោះទៅមើលមកសូមបញ្ជាក់ដែរនេះជីបងប្អូននេះជីរបស់គេគឺដូចជាផេះអញ្ចឹងដូចជាដីផេះដែលបាទមិនដឹងធ្វើផលិតមកពីអីប្រហែលជាពពួកជីដែលគេបង្ហាប់ចេញមកពីកំពស់អីហ្នឹងឯងបងប្អូនណាអញ្ចឹងទៅហុយអាហ្នឹងអត់មានគ្រាប់ទេអានេះគឺផេះហើយមកបាវវានេះ25គីឡូតម្លៃវាគឺ32,000បាទហើយបងប្អូនណាដែលទីបានធូរថ្លៃជាងនេះហើយធ្លាប់ប្រើបានល្អជួយខមមិនប្រាប់ផងបងប្អូនOh,